ប៉ាម៉ាក់ចូលចិត្តនិយាយថាកូនធំប៉ុណ្ណាក៏នៅតែជាក្មេងតូចរបស់ប៉ាម៉ាក់ដែរអញ្ចឹងហើយថ្ងៃនេះកូនប្រុសកូនស្រីនំប៉ានំម៉ាក់មកជីឡានបុកគ្នានៅកោះពេជ្រម្ដងមើលរំលឹកអនុស្សាវរីយ៍កាលពីក្មេងៗទោះបីជាកូនលើធំក៏ដោយសួស្ដីជម្រាបសួរបងប្អូនទាំងអស់គ្នាពីកោះពេជ្រភ្នំពេញមុនជីឡានបុកគ្នាសូមញ៉ាំសាច់អាំងតិចសិនពួកឯនៅទល់មកកន្លែងហ្នឹងមានតាំងពីកន្លែងក្មេងលេឡានបុកគ្នាហើយក៏មានសាច់អាំងកោះកុងដែលឆ្ងាញ់ល្បីប្រចាំតំបន់ហ្នឹងដែរបងប្រុសខ្ញុំហ្នឹងអ្នកណែនាំឲ្យមកញ៉ាំនៅហ្នឹងព្រោះអីគឺនៅចិត្តខ្ទិះឆាស្រាប់តែម្ដងបងប្អូនអ្នកខ្លះខានមកលេងកោះពេជ្រយូរកុំភ្លេចមកលេងផងណាសបោអីញ៉ាំឲ្យតម្លៃធូរបរិយាកាសគឺ fresh មែនតើបងប្អូនអើយដោយក្នុងហាងសាច់អាំងនេះអញ្ចឹងចូលមកមានអារម្មណ៍ថាអូយរំលឹកអនុស្សាវរីយ៍កាលពីនៅក្មេងញ៉ាំសាច់អាំងមាត់ទន្លេនៅកោះពេជ្រនៅទល់មុខនឹងមានកន្លែងក្មេងលេងសេះហោះសេះអីអញ្ចឹងណាហើយជួបជុំគ្រួសារសប្បាយណាបងប្អូនអើយឥឡូវនាំគ្នាលាបសក់ពណ៌តាមប៉ាអស់ហើយពេញមកផ្ទះបើនិយាយពីសាច់អាំងខ្ញុំខ្វះកជាងគេគឺទឹកជ្រលក់ឲ្យបងប្អូនដោយសារមានដល់ទៅ6មុខហើយទឹកជ្រលក់នេះធ្វើដោយអ្នកកោះកុងផ្ទាល់តែម្ដងបងប្អូនអើយមានទាំងកោះកុងក្រហមកោះកុងខៀវទឹកតៅហ៊ូទឹកស៊ូគីទឹកកាពិនិងទឹកប្រហុកទៀតហើយសាច់អាំងគោឡើងភ្នំភ្លើងអីគ្មានអីពិសេសជាងទឹកជ្រលក់ឆ្ងាញ់ទេតែទឹកជ្រលក់ឆ្ងាញ់គឺឆ្ងាញ់គ្រប់មុខហ្មងតែបងប្អូនចិត្តហឺវិញទឹកជ្រលក់បូកបន្ថែមជាមួយនឹងម្ទេសខ្ទឹមទៀតកាន់តែពិសេសទៀតនិយាយមែនណាបងប្អូនមកហាងកន្លែងគាត់នេះខ្ញុំមានអារម្មណ៍ថា fresh ខ្លាំងណាស់ដោយរំលឹកអនុស្សាវរីយ៍ពីក្មេងៗខ្ញុំឡើងមកភ្នំពេញម្ដងម៉ាក់នាំមកលេងទៅកោះពេជ្រហ្នឹងដល់ពេលឥឡូវមកលេងកោះពេជ្របរិយាកាសគឺនៅតែពិសេសញ៉ាំអីបែបឈិលសាមញ្ញខ្យល់ចេញមកគឺលហើយស្រួលមែនតើមើលតែពេលឈរដល់ទឹកជ្រលក់នេះទៅដឹងហើយចាលំប៉ើងសោះហើយយើងឮសលេងមានសេះហោះមានកន្លែងក្មេងលេងអីនៅជុំវិញហ្នឹងបរិយាកាសហាងគាត់ហ្នឹងក៏ពិសេសទៀតគេមានទាំងកន្លែងដូច band លេងតន្ត្រីលេងអីក៏មានដែរណាហើយមកហូបគាត់ចេញមកមើលទៅសាមញ្ញប៉ុន្តែរសជាតិឆ្ងាញ់តម្លៃវិញសមរម្យឃើញមានទាំងក្មេងទាំងចាស់ទាំងគ្រួសារទាំងអីគេមកអង្គុយញ៉ាំជួបជុំគ្នាដោយក្រុមគ្រួសារខ្ញុំថ្ងៃនេះអញ្ចឹងខ្ជិលធ្វើមកហូបខ្ជិលអីបងប្អូនមកញ៉ាំមកឈុតគឺថាធូរថ្លៃហើយងាយស្រួលទៀតយប់ឡើងនេះសាច់គាត់ក៏មានច្រើនប្រភេទដែរបងប្អូនមានទាំងសាច់គោមានទាំងសាច់ជ្រូក3ជាន់មានជាប់ស្បែកមានគ្រឿងសមុទ្រយើងគោះពងដាក់ថែមមកគ្រាប់ទៀតមកអាំងញ៉ាំក្តៅល្ងាចឡើងខ្យល់ចុះមកលហៀអូយក្តីសុខអត់មានចាំបាច់ទៅណាច្រើនញ៉ៃអីទេបងប្អូនអើយហើយខ្ញុំអាយុប៉ុណ្នេះហើយមានគ្រួសារអង្គុយញ៉ាំសាច់អាំងស្លឹងមើលតែឡានបុកគ្នានៅមុខនឹងឯងប្រាប់ម៉ាក់ថាម៉ាក់ញ៉ាំយកកលាំងញ៉ាំហើយយកទៅជីឡានបុកគ្នាអារម្មណ៍ប្រៀបដូចជាក្មេងតូចវិញមួយរំពេចសាច់នេះវិញខ្ញុំជ្រលក់ទឹកកាពិបងប្អូនអើយមួយម៉ាត់ចេញមកគឺឈ្ងុយពេញមាត់ទឹកត្រីគាត់វិញក៏ឆ្ងាញ់ដែរនិយាយទៅវាល្មមបងប្អូនអត់ប្រៃពេកអត់ផ្អែមពេកបើបងម៉ៃហើយនឹងប៉ារបស់ខ្ញុំវិញទៅណាអត់បាយអត់បានទេអញ្ចឹងត្រូវតែហៅបាយឆាគ្រឿងសមុទ្រមួយចានសិនឲ្យគាត់ទាំងពីរនាក់របៀបថាមកហូបច្រើនប៉ុណ្ណាក៏ដោយបើអត់មានបាយអត់ឆ្អែតបងប្អូនណាខ្លះអញ្ចឹងខ្ញុំហើយនឹងម៉ាក់ចាំសាច់យូរពេកគឺកំងថែមបុកពោតគ្រឿងសមុទ្រចម្រុះគ្រប់មុខនេះមួយចានយកមកញ៉ាំលេងសិនក្តីសុខមួយយ៉ាងបងប្អូនពួកកូនធំអត់ទៅខ្ញុំមួយបងប្អូនខ្ញុំពេលខ្លះទៅមិនសូវមានពេលបានជួបជុំគ្នាអញ្ចឹងហើយមានពេលវេលាជួបជុំគ្នាម្ដងប្រៀបដូចជាត្រឡប់ទៅអតីតកាលកាលពីនៅក្មេងៗវិញអញ្ចឹងហើយញ៉ាំបដាគឺជាគ្នាបដាជាមួយម៉ាក់ប៉ាប៉ុន្តែមិនមែនជាទឹកទេណាគឺជាបង្គាកោះកុងឬក៏បង្គាកែវនេះឯងម្នាក់មកកៅស្រស់អូយគាត់រៀបចំមកឈុតនឹងមកលយមែនតើមានផ្ទាប់បន្លែស្រាច់ហើយបង្គាស្រស់មានទឹកត្រីកោះកុងទៀតតែបងម៉ៃវិញទៅញ៉ាំបង្គាអំពងវិញព្រោះអត់សូវចូលចិត្តរបស់ឆៅគ្រឿងអំពងរបស់ខាងគាត់ក៏ឆ្ងាញ់ដែរបងប្អូនមានតាំងពីដាទាអំពងស្រួយជ្រលក់ទៅមួយនឹងទឹកម្រេចមុខនេះវិញខ្ញុំកំងជាពិសេសឲ្យបងម៉ៃគឺថាកង្កែបបំពងបងម៉ៃឃើញដំបងក៏អត់ជឿក៏ថាសាច់ច្រើនពេកមើលទៅដូចស្លាបមាន់ប៉ះចំសាច់កែបនេះរសជាតិទៅរៀងសាច់មាន់ស្រាប់ផងអញ្ចឹងហើយបងម៉ៃឥឡូវចេះញ៉ាំកែបហើយញ៉ាំពេញមាត់ហ្មងខ្ញុំវិញខ្វះកជាងគេគឺព្រួយត្រីសាម៉ុនបំពងដែលសារខ្ញុំចូលចិត្តត្រីសាម៉ុនជួបជុំគ្នានិយាយគ្នាញ៉ាំចោះឡើងមួយផ្លែតគឺថាឆ្អែតពេញថឹងនាំគ្នាចេញទៅមុខហាងនឹងឯងបងប្អូនគេមានសេះហោះមានលហាត់មានឡានបុកគ្នាហើយខ្ញុំបបួលម៉ាក់ប៉ាដាក់ឡានម្នាក់មួយអត់ឲ្យជី2នាក់ទេមានអារម្មណ៍ថាសប្បាយមួយយ៉ាងមែនតើណាបងប្អូនរឿងខ្លះយើងធំហើយយើងកុំបដៅទៅតាមពេលវេលាយើងនៅតែធ្វើទៅគឺនៅតែសប្បាយជួបជុំក្រុមគ្រួសារដោយការយើងនៅក្មេងអញ្ចឹងហើយមិននឹកស្មានថាប៉ាម៉ាក់ខ្ញុំនេះហ៊ានជីឡានបុកគ្នាដែរបងប្អូនហើយគាត់ក៏ថាសប្បាយមួយយ៉ាងដែរដេញគ្នាមានកូនភាសាម៉ាក់ប៉ាអីចឹងទៅហើយខ្ញុំទៅចាំពេលល្អទៀតពេលហ្នឹងគឺជីតែ5នាក់គ្នាឯងនឹងឯងដូច្នេះហើយបងប្អូនអ្នកភ្នំពេញឬក៏មកលេងភ្នំពេញអត់ដឹងទៅណាកុំភ្លេចមកលេងកោះពេជ្រកន្លែងអនុស្សាវរីយ៍ពួកយើងពីក្មេងៗនោះអីហើយមកដល់គឺលេងអីហើយយើងញ៉ាំសាច់អាំងញ៉ាំអីនៅមុខហ្នឹងបរិយាកាសគឺ fresh ណាស់ចង់បានទីតាំងសាច់អាំងកោះកុងហ្នឹងចាំខ្ញុំដាក់នៅក្នុង comment ជូនបងប្អូនទាំងអស់គ្នាផងដែរហើយវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងណាបងប្អូនបើមានត្រង់ណាខុសឆ្គងខ្ញុំសូមអភ័យទោសផងសង្ឃឹមថាបងប្អូនមើលហើយសប្បាយរីករាយមានក្តីសុខជាមួយពួកខ្ញុំដែរសូមជម្រាបលាបងប្អូនបាយ